តានិយាយថាបើបីសាច់រើសបានកូនក្រមុំហើយក៏បដូរខោអាវឲ្យកូនក្រមុំហើយដោះលែងត្រឡប់មកវិញមែនហើយហេតុអីក៏គេមិនចាប់យកកូនក្រមុំទៅតែម្ដងបើជាចង់ដោះលែងមនុស្សឲ្យត្រឡប់មកវិញចឹងរឿងនេះខ្ញុំមិនដែរគិតនោះទេឬមួយក៏បីសាច់ក៏ចង់រៀបការដោយស្របច្បាប់ដែរអីអ្នកដឹងរឿងនៅក្នុងភូមិនិយាយថាឲ្យតែជាមនុស្សស្រីរបស់គ្រួសារមួយណាពាក់អាវកូនក្រមុំនេះនោះអញ្ចឹងអ្នកផ្ទះគឺត្រូវតែបញ្ញាប់បញ្ជូនមនុស្សទៅវិហារនោះដែលនៅលើភ្នំភ្លាមមិនអញ្ចឹងគ្រួសារមិនបានសុងនោះទេបើបីសាច់ក៏ចេះរៀបការដោយត្រឹមត្រូវដែរនោះអញ្ចឹងវាគឺមិនមែនជាបីសាច់ទេលោកនិយាយថាម៉េចគ្មានអីទេនៅលើភ្នំមានវិហារហ្វធัวមួយមែនហើយដើរពីទីនេះទៅទិសខាងកើត5-6យោជគឺដល់ហើយនិយាយថាជាវិហារតាមពិតត្រូវបោះបង់ចោលយូរមកហើយពេលធម្មតាគ្មានអ្នកណាហ៊ាននៅទីនោះទេយប់ណាស់ហើយពួកលោកក៏ឆាប់សម្រាប់ដែរទៅបើអញ្ចឹងអស់លោកឆាប់សម្រាប់ទៅកុំឲ្យគិតពីរឿងអីផ្ដេសផ្ដាសឆាប់សម្រាប់ចោលរំខានលោកតាហើយល្អខ្ញុំទៅសិនហើយលបងប៉ាលបងកំពុងគិតអីហ្នឹងផានអ៊ីដឹកនាំកងទ័ពចេញមកកម្ចាត់ចោលព្រៃនៅលើភ្នំថៅស៊ឺក្រោយមកក៏មានបីសាច់មិនខុសទេលោកតានោះនិយាយបាននេះមែនចោលព្រៃ200-300នាក់ផានអ៊ីតាលបងចង់និយាយអីទៅពេលនេះមិនទាន់អាចនិយាយបានទេព្រឹកស្អែកពួកយើងទៅវិហារហ្វធัวនៅលើភ្នំនោះទៅអូយថាមិនទៅវិហារហ្វធัวហ្នឹងលោកម្ចាស់ហើយមិនលឺលោកតានឹងនិយាយដែរទីនោះគឺមានខ្មោចព្រាយបិសាចអាប់មើលរូបរាងឯងចុះភ័យខ្លាំងដូចជាឃើញបីសាច់អញ្ចឹងបើលើលោកនេះពិតជាមានបីសាច់មែនបើចិនខ្ញុំក៏ចង់ឃើញម្ដងដែរចង់បាយគួរខ្លាចម្លេះមិនព្រឺសម្បល់ដល់ហើយនេះលោកចាំបាយបើស៊ីខ្ញុំមើលតែឯងគឺត្រូវបីសាច់តែលោកលីនិយាយនោះធ្វើឲ្យខ្លាចហើយណែលោកអ្វីដែលលោកនិយាយនោះគឺវាជារឿងដែលកើតឡើងពិតមែនហើយមានមនុស្សឃើញតែផ្ទាល់ភ្នែកទៀតម្យ៉ាងទៀតយប់មិញនៅពេលដែលចូលក្នុងភូមិនោះពិតជាស្ដាប់ឮគ្រួសារមួយមានកំពុងយំអីផងណាហើយមានព្រះសង្ឃសូត្រធម៌ធ្វើបុណ្យទៀតផងតិចទីបីសាច់ម្ដងពួកឯងរត់មុនចុះខ្ញុំតែកាត់ក្បាលវាយកមកឲ្យពួកឯងមើលល្អទេអូយលោកចាំចៅរបស់ខ្ញុំហើយលោកឈប់និយាយទៅកុំហៅបីសាច់ចេញមកនេះខ្ញុំខ្លាចលបងប៉ាយ៉ាងម៉េចហ្នឹងតាមដែលលោកលាវនិយាយទៅកាន់វិហារគួរតែឡើងទៅតាមផ្លូវមួយនេះប្រហែលជា 4-5 យោជន៍លោកម្ចាស់ពិតជាចង់ទៅវិហារហ្វធัวហ្នឹងណាយ៉ាងម៉េចអត់ទេលបងប៉ាខ្ញុំគិតថាគួរតែរករទេះសេះដែលបាត់នោះនឹងដំណឹងគ្រួសារកងទ័ពដែលបានវិញសំខាន់ជាងចំណែករឿងខ្មោចបិសាចនេះចាំពេលសម្រាប់កិច្ចការរួចហើយចាំស៊ើបទៀតតើល្អទេយប់មិញពួកយើងតាមមកដល់លើភ្នំនេះរទេះសេះក៏បាត់ស្រមោលឈឹងតែម្ដងដូច្នេះចំណុចមួយនេះដែលអាចប្រកាសបានគឺភាគីពួននៅកន្លែងណាមួយនៅលើភ្នំនេះមិនខុសទេខ្ញុំក៏គិតបាននេះដែរអ្វីត្បិតតែអញ្ចឹងតែកំពូលភ្នំដ៏ធំយ៉ាងនេះពួកយើងទៅរកឯណាទៅនេះឬមួយពិតជាត្រូវតាមរកម្ដងមួយកន្លែងបើធ្វើបែបនេះត្រឹមតែពួកយើងប៉ុន្មានអ្នកមិនគ្រប់គ្រាន់ទេត្រូវតែចល័តទ័ពឲ្យបានច្រើនទើបបានអញ្ចឹងលបងគិតយ៉ាងម៉េចទៅខ្ញុំធ្លាប់និយាយហើយចង់លឿនទៅមិនដល់ទេវិធីបំបែកក្តីត្រូវវិលទៅវិលមកមានពេលខ្លះរឿងមើលទៅដូចជាមិនពាក់ព័ន្ធតែការពិតគឺស្អិតរមួតដូចជារឿងក្តីឃាតកម្មពីរដែលនៅភូមិជើអានមិនខុសទេដូច្នេះស្ដាប់តាមខ្ញុំទៅវិហារហ្វធัวដែលបីសាច់នោះបង្ហាញខ្លួនសិនប្រហែលជាអាចនឹងទទួលបានផលដែលស្មានមិនដល់លើកណាក៏លបងនិយាយបាននេះដែរហើយចុះមានលើកណាដែលធ្វើឲ្យលបងអស់សង្ឃឹមទេមិនដែលមានទេអញ្ចឹងស្ដាប់តាមខ្ញុំទៅវិហារហ្វធัวទៅយើង
លោកហានិយាយមិនខុសទេវិហារបាក់បែកនេះគ្មានមនុស្សណៃទេ គ្មានមនុស្សតែមានបិសាច បិសាចក្បាលអីកណ្ដាលថ្ងៃចេះមានបិសាចពីណាមកនិយាយទៅរឿងអត់ប្រយោជន៍ លោកម្ចាស់លោកហ៊ាននិយាយថាបិសាចនោះឲ្យមនុស្សនៅក្នុងភូមិយកមនុស្សស្រីទុកនៅទីនេះហើយបញ្ជាក់ថាបិសាចមកតែបង្ហាញខ្លួននៅទីនេះ បិទមាត់ឯងទៅលើលោកនេះមានបិសាចពីណាមកទៅទាំងអស់គ្នាស្ដាប់ពីរអ្នកមួយក្រុមឆាយឆេឲ្យមកចាត់ស្មៅមួយដើមថ្មមួយដុំក៏មិនលើកលែងបាទការពារលោកម្ចាស់ទៅបាទ ណាលោកចាំចាំខ្ញុំទៅជាមួយលោកដែរនៅចិត្តលោក អើអត់ឯងនេះចង់អូខ្ញុំតែធ្វើជាយន់ការពារឯងមិនទេ អូខ្ញុំសុំបងមានតែលោកនៅទីនេះទេខ្ញុំស្ងប់ចិត្ត តែយើង លោកចាំខ្ញុំបងចាំខ្ញុំបង លបងចាន់លបងប៉ាយ៉ាងម៉េចមើលចុះដូចជាកន្លងរទេះសេះយើងទៅមើលទៅ